ជាដំបូងសូមគោរពជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងថ្ងៃនេះយើងនឹងមកយល់ស្វែងយល់ពីប្រវត្តិសាស្ត្រនវសម័យនិងសម័យទំនើបឬក៏សហសម័យអញ្ចឹងប្រវត្តិសាស្ត្រនវសម័យហ្នឹងបើតាមប្រវត្តិវិទូបារាំងគឺជាសម័យបន្តពីប្រជុំសម័យនៅសតវត្សទី15គឺចាប់ពីឆ្នាំ1492ហើយយើងអាចនិយាយបានថាដូចជាការរកឃើញទ្វីបអាមេរិកដោយលោកគ្រីស្តូកូឡុំឬចាប់ពីឆ្នាំនៃការដួលរលំនៃចក្រភពរ៉ូមខាងកើតនៅឆ្នាំ1453រហូតដល់សតវត្សទី18ពោលគឺឆ្នាំ1889នៃបដិវត្តន៍ប្រទេសបារាំងយើងអាចនិយាយសរុបបានថាចាប់ពីការរកឃើញទ្វីបអាមេរិកដោយលោកគ្រីស្តូកូឡុំឬក៏ការដួលរលំនៃចក្រភពរ៉ូមខាងកើតរហូតដល់បដិវត្តន៍នៅប្រទេសបារាំងគឺសតវត្សទី18ចំណែកនវសម័យវិញយើងអាចរាប់ចាប់តាំងពីឆ្នាំ1453ឬឆ្នាំ1492រហូតដល់ឆ្នាំ1889គឺជាឆ្នាំនៃបដិវត្តន៍ប្រទេសបារាំងនវសម័យវិញគឺរាប់ចាប់ពីឆ្នាំ1889រហូតមកដល់សព្វថ្ងៃនេះឬក៏ពេលបច្ចុប្បន្ននេះបាទអញ្ចឹងគឺវីដេអូនេះមានតែប៉ុណ្្នឹងទេបង្ហាញពីអ្វីទៅជានវសម័យប្រវត្តិសាស្ត្រនវសម័យហ្នឹងយើងអាចស្វែងយល់នៅបានច្រើនហើយបាទអញ្ចឹងសូមអរគុណសូមជម្រាបលា